មានដាបេដាជាទេវតាទី1ដែលរក្សាយើងទេវតាគឺម៉ែឪគឺយើងឃើញទាំងអស់គ្នាកិច្ចការងារដែលលោកបែកបាច់រក្សាយើងមិនយើងឃើញទាំងអស់ថាទេវតាក្នុងផ្ទះឬទេវតាខាងដើមទេវតាគឺម៉ែឪតែទេវតាក្រៅអត់ដឹងនៅឯណាទេស្គាល់តែឈ្មោះទេតែម៉ែទេវតាទី1គឺម៉ែឪយើងមើលឃើញការងារសកម្មភាពដែលលោកបែកបាច់តែរក្សាឋានៈត្រមយ៉ាងម៉េចយើងមើលឃើញទាំងអស់បើមិនមានទេវតាខាងក្នុងនឹងបែកបាច់តែរក្សាយើងទេយើងមិនបានរស់ទេតាំងពីថ្ងៃកើតមកបើលោកតស៊ូតែរក្សាការពារអត់ដេកចាំទេវតាក្រៅមករក្សាមកថាទៅហើយនេះសំយើងញាជ្រាបពុទ្ធជាទេវតាទី1មេត្តាបិតាជាគ្រូទី1បញ្រៀនកូនទៀតអ្នកអាត្មាលើកឧទាហរណ៍ទៅតាមពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ម៉ែឪជាគ្រូទី1បញ្រៀនកូនអ្វីក៏ចេះពីម៉ែឪក៏បញ្រៀនទាំងអស់យើងជាកូនរបស់គាត់កើតពីពោះមកមិនចេះនិយាយអីប្រហែលទេចេះតែយំតែបានហើយយំសំបីតែឃ្លានស្រេកទឹកដោះក៏មិនដែលទៅនិយាយថាម៉ែឥឡូវកូនឃ្លានទឹកដោះសុំម៉ែបៅអត់ទេយកអាយំស្រែកតែអញ្ចឹងម៉ែជាទេវតាដឹងថាអូយកូនអញឃ្លានបៅហើយឃើញទេសញ្ញាប្រាប់គាត់ចេះតែយំទៅហើយបានបុរាណលោកលើកជាភាសាគឺថាមនុស្សពួននេះវាមានសំអាងវារៀងខ្លួនមនុស្សទី1គឺបណ្ឌិតពួកបណ្ឌិតអ្នកប្រាជ្ញកាលណាមានហេតុអ្វីកើតឡើងគេតែងយកច្បាប់មកបញ្យល់ប្រាប់យើងថាណាតើច្បាប់លោកពោលលោកបញ្យល់ថាយាយយកច្បាប់មកសម្អាងមនុស្សទី2គឺពូពីលឲ្យតែខឹងយើងលីបថៅលីបគេដេញកាប់យើងពេញតែភូមិតែអាងកាប់ពេលអាងកាប់ហើយមនុស្សទី3មនុស្សចាស់នេះយាយតាម៉ែឪយាយទូលមានប្រាប់ឲ្យកូនចៅទៅគេមិនស្ដាប់ចង់ឲ្យបានដូចចិត្តរបស់គាត់ហ្នឹងក៏ទូលមានស្ដាប់កូនថ្ងៃយាយស្ដាប់ទៅចេះដឹងជាងម៉ែឪស្ដាប់ម៉ែឪដល់ម៉ែឪដូនតានិយាយស្ដាប់ទៅដឹងឲ្យធ្វើពងើចង់ឌឺឲ្យគាត់ខឹងធ្វើឲ្យកូនវាមិនកើតអត់គិតថាអើយមិនស្ដាប់អញក៏ឲ្យទៅអញនៅប្រមាណនេះចាប់តែក៏ស្លាប់ឃើញទេធ្វើអីគេមិនអានស្លាប់តាមពេលខឹងគេនិយាយគេមិនស្ដាប់អត់ស្ដាប់អញក៏ទៅតែក៏ឲ្យស្លាប់ឲ្យបាននៅប្រមាណបានក្មេងអាងយំវាមានសមាញ៉ាំមកកូនចៅបងយទីអីមកផ្ដួលខ្លួនយំទៅធាក់ដីព្រាមណាអាងតែយំជាធំនេះមនុស្ស4នាក់បណ្ឌិតអាងច្បាប់ពីលអាងកាប់ចាស់អាងស្លាប់ក្មេងអាងយំដល់បានយំណាអត់ទៅអាងស្លាប់ទៀតហើយបើអស់ពិធីអីយើងក៏រអាងក៏មិនទៅអាងអីចឹងដល់នឹងចឹងបានថាមេត្តាបិតាជាគ្រូបញ្រៀនទី1យល់ទេហើយសំបីតែវាចាដែលថាចេះឆ្លើយកូនស្រីចេះឆ្លើយចាស់កូនប្រុសឆ្លើយបានមិនចេះពីកំណើតណាលោកពុកនេះមិនដែរទេក៏បញ្រៀនថាកូនឯងស្រីអាហ្នឹងកូនប្រុសកូនឯងស្រីបើម៉ែឪហៅឬក៏យាយតាមីមៀគេហៅក៏បីឆ្លើយចាកូនប្រុសឆ្លើយបានអានឹងលោកគ្រូមិនចេះពីក្នុងពោះទេនេះជាឧទាហរណ៍លើកមកសម្ដែងឲ្យច្បាស់ឲ្យញញែតាស្អីក៏ចេះពីគ្រូទី1ហ្នឹងដែរក៏បញ្រៀននោះហើយទី3ម៉ែឪជាព្រះព្រំរសាកូនដោយព្រះព្រំនៅក្នុងឋានព្រំសត្វទេវតាទេវតាមកទី1គឺទេវតាព្រះព្រំក៏ទេវតាដែរចុះបរសាកូនឋានៈថ្នមការពារ
ឲ្យកូនបានសេចក្តីសុខទី4ម៉ែឪជាព្រះអរហន្តខ្ពស់ជាងពុទ្ធទៀតពុទ្ធរតថាគតនឹងព្រះទី2ទេណាម៉ែឪជាព្រះទី1របស់អ្នកឯងបញ្រៀនកូនឲ្យគោរពម៉ែឪជាព្រះទី1ទៀតនៅឲ្យឈ្មោះថាអរហន្តព្រោះយើងអ្នកកាន់ពុទ្ធសាសនាមានដែលទៅដឹងឯណាមានដែលបានគោរពទេវតាទី1ក្នុងផ្ទះរសាយើងមានដែលគោរពលោកគ្រូទី1បញ្រៀនយើងមានដែលបានគោរពព្រះព្រហ្មរសាយើងមានដែលគោរពព្រះអរហន្តរបស់យើងណាអត្តទេវលីបាននឹងជាផលវិបាកអាក្រក់មួយសម្រាប់អ្នកកាន់ពុទ្ធសាសនាតែថ្ងៃនេះធ្វើទេសនាក្នុងពិធីឡើងគ្រឹះឋានថ្មីនេះអាត្មាសូមលើកយកពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធដែលទាក់ទងនឹងសង្គមមនុស្សខាងដើមហោហែណាញោមណាថាឲ្យរោគធ្វើប្រយោជន៍លោកយៈឲ្យសម្រេចមុនគេនោះឥឡូវសម្រេចហើយតែកុំឲ្យភ្លេចកុំឲ្យភ្លេចខ្លួននឹងឬថាស្វឹងអត់បានតែគិតតែអញអត់ទៅឯណាទេនៅតែអញ្ចឹងឯងមែនទេណាអត់មានបញ្ញាទេខ្វះបញ្ញាបើមានបញ្ញាយល់ដឹងថាអត់នៅទេចាស់នេះยังមានដឹងចាស់រាល់ថ្ងៃទេញោមមានអង្គុយស្ដាប់ធឿងឯនេះមិនអញព្រឹកមិញទេមិនមែនអញសិលមិញទេណាចាស់ជាងព្រឹកមិញសិលមិញតិចហើយតែយើងមើលអត់ឃើញវាលោភថ្នមមកឲ្យយើងក្រំគ្រាយើងអត់ដឹងទេស្រួលអត់ឈឺអត់ចាប់អីទេចេះតែសប្បាយនៅទៅនឹងក៏ឲ្យភ្លេងបានទ្រព្យចំណែកទី2ចិញ្ចឹមព្រះអរហន្តរបស់ខ្លួនឲ្យចិញ្ចឹមទេវតាដែលថែរក្សាយើងចិញ្ចឹមលោកគ្រូយើងចិញ្ចឹមព្រះព្រហ្មព្រះអរហន្តរបស់យើងនេះពលអ្នកទាំងអស់នោះតស៊ូងប់រស់នឹងយើងជាកូននឹងគ្រប់គ្នាតែយើងអត់ដឹងមានម៉ែឪខ្លះមានកូនស្រឡាញ់កូនឯងលើកតទូលក៏អត់ដែលមានបញ្ញាយល់ឃើញទេយីអញស្រឡាញ់កូនអញប្រពន្ធណែតើម៉ែឪអញស្រឡាញ់អញដោយអញដែរអត់ដែលនឹកឃើញទេងប់តណាស្រឡាញ់កូនឯងមានបាននឹកថាម៉ែឪស្រឡាញ់អញចឹងដែរត្រង់នឹងឯងដែលប្រហែសធ្វើមិនអើពើនឹងធ្វើសេចក្តីតបគុណដល់លោកដែលលោកតស៊ូងប់រស់អញ្ចឹងយើងនឹងហើយមានម៉ែឪខ្លះក៏មានកូនដល់6 7យើងក៏មើល2នាក់អញ្ចឹងកូន6 7មិនមែនជារឿងបបស្រួលងាយទេណាបើក៏តស៊ូងប់រស់មែនហើយច្រើនណាស់អញ្ចឹងមិនរស់ទៅយកទៅលេងចោលឲ្យតាណាងអត់ទេនៅតែកាត់អោបក៏សោតតស៊ូតែងប់រស់ជាមួយតែនឹងកូនហើយនេះការតស៊ូស្រឡាញ់កូននោះមកពុទ្ធតាយកចំណែកទី2ទៅជាម៉ែឪលោកបញ្រៀនអញ្ចឹងម៉ែឪមិនចាំពិបាកមកទីឲ្យពីកូនទេបើកូនចេះមេរៀនពុទ្ធហើយពុទ្ធប្រាប់ស្រីហើយអញ្ចឹងម៉ែឪវិញចំណែកទី3នេះចិញ្ចឹមកូនជាឈើច្រត់សម្រាប់ទីពឹងខ្លួនយើងឲ្យចាស់ទៅយើងប្រកែអង្គអត្តនៅក្មេងទេឯងអញទៅដល់ចាស់អាយុ70បែបឡើយលេងអីហើយលេងអួតលេងខ្លាំងលេងប្រកែនេះនៅក្បែរនេះឃើញតើសួរមកក៏ពីក្មេងអង្គអត្តអីបណ្ណាទៅដល់ឡើយអស់វិធីនេះអស់ទ្រុឌទ្រង់ក្រំគ្រាអាចឈើឆត់ដែលធ្វើពីដើមរស័យធ្វើពីឈើទប់ខ្លួនតែវាមិនសូវមានប្រយោជន៍ដូចកូនឈើច្រត់ទេកូននិយាយជួយកិច្ចការយើងសពបែបសត្វយ៉ាងទាំងអស់អ្វីដែលយើងត្រូវការយើងធ្វើវាមិនកើតនោះនេះឈ្មោះថាឈើច្រត់តែប្រយ័ត្នពុទ្ធលោកប្រយ័ត្នទៀតកូនប្រុសកូនស្រីរបស់យើងបើយើងបានអប់រំល្អពោឲ្យតាំងនៅក្នុងសុចរិតធ្វើចរិយាធ្វើសុភាពរៀបសារជាកូនដែលមានសិលធម៌ល្អនឹងជាគុណប្រយោជន៍ជាសម្បត្តិទ្រព្យដ៏ឧត្តមឧត្តមសម្រាប់យើង
แต่បើយើងអប់រំមិនបានល្អទេបើតែបណ្ដែតបណ្ដោយទៅកូនទៅជាកូនទំនើងកូនស្ទាវទៅជាសែបគប់មិត្តអាក្រក់ទៅប្រព្រឹត្តគ្រឿងពេលលាផ្សេងថាដូចជាយើងចិញ្ចឹមចោលកូននឹងជាចោលហើយនឹងត្រូវប្លន់ទ្រព្យធនសម្បត្តិធ្វើទេរណកម្មយើងនឹងឲ្យខ្លោចផ្សាព្រោះកូននឹងឯងនឹងមានប្រយ័ត្នគឺថាបើយើងអប់រំល្អឲ្យមានសិលធម៌ល្អចរិយាធម៌ល្អបញ្យល់អំពីបុណ្យបាបគុណទោសឲ្យជៀសវាងសេចក្តីអាក្រក់អានឹងជាទ្រព្យដ៏ប្រសើររបស់យើងតែបើមិនបានអប់រំល្អទេបណ្ដោយឲ្យកូនទៅជាស្ទាវជាទំនើងជាមហាតខ្សែគប់មិត្តអាក្រក់ស្អីអីនឹងយើងចាំចោលហើយចោលនឹងប្លន់យើងធ្វើទុកទោសទេរណកម្មយើងនឹងមុនគេចេញពីយើងទៅនៅអ្នកភូមិអ្នកស្រុកទាំងអស់មនុស្សទាំងអស់នឹងបុកចោលទៅប្លន់គេទាំងអស់នឹងគ្រោះថ្នាក់ធំណាស់សម្រាប់លោកជាមេដាបេដាដែលមានកូនឲ្យសំប្រយ័ត្នបើមិនប្រយ័ត្នទេចិញ្ចឹមចោលឲ្យប្លន់ខ្លួនឯងនឹងមុនគេហើយនឹងប្រពន្ធនោះ5ចឹងចុះបើយើងអប់រំបានល្អហើយកូនរបស់យើងនឹងផ្ដល់សេចក្តីសុខឲ្យយើងសពបែបសពយ៉ាងក្នុងជីវិតដែលយើងចាស់ជរាហើយកូនរបស់យើងនឹងជួយសង្គ្រោះដល់បណ្ដាជីវិតមនុស្សនៅក្នុងស្រុកក្នុងភូមិក្នុងប្រទេសអញ្ចឹងឲ្យបានសុខព្រោះកូនរបស់យើងនឹងជាអ្នកផ្ដល់សេចក្តីសុខនឹងពុទ្ធសាសនាហើយត្រាប់ទី3ចំណែកទី3ឲ្យយកទៅកប់ទុកគឺយកទៅធ្វើបុណ្យធ្វើកុសលសម្រាប់ឲ្យផលប្រយោជន៍ដល់ជីវិតមនុស្សជុំវិញខ្លួននៅក្នុងសង្គមដោយលោកអ្នកមានទ្រព្យសម្បត្តិច្រើនទៅសាងទៅជាវត្តជាអារាមជាសាលារៀនជាមន្ទីរពេទ្យជាផ្លូវថ្នល់អីទៅសម្រាប់ប្រយោជន៍ដល់មនុស្សទាំងឡាយគេប្រើប្រាស់ជាផលប្រយោជន៍យើងអត់រើសមុខទេគេថាសាធារណទានធ្វើប្រយោជន៍ឲ្យមនុស្សប្រើនឹងជាបុណ្យជាកុសលដែលកប់ទុកជាគ្រឿងទីពឹងរបស់ខ្លួនយើងវេលាដែលយើងអស់អាយុជីវិតទៅនឹងត្រូវអាស្រ័យទីពឹងសម្បត្តិមួយចំណែកទ្រព្យដែលយកទៅកប់ទុកគឺធ្វើបុណ្យនឹងឯងសម្បត្តិទ្រព្យដែលនៅសល់ក្នុងផ្ទះវេលាយើងអស់ជីវិតទៅអត់ស្ពាយយកហ្នឹងទៅរួចទេសម្បត្តិហ្នឹងក៏វាមិនទៅតាមយើងទៀតណាយើងទៅតែឯងទៅសម្បត្តិនៅសល់សម្រាប់តែមនុស្សរស់ប្រើរីឯសម្បត្តិដែលយកទៅកប់ទុកធ្វើបុណ្យនោះជាកុសលជាគ្រឿងទីពឹងសម្រាប់យើងដែលយើងមានដំណើរទៅកាន់លោកខាងមុខ